វិលមកកម្ពុជាលើកនេះព្រះនាងរ៉ូដមអេម៉ាម្ចាស់បងបង្កើតព្រះនាងតូចជាណាត្រៀមបង្ហាញព្រះភ័ក្ត្រសម្ដែងភាពយន្តថ្មីមហាជននិយមតាមដានពីរឿងរ៉ាវនៃខ្សែរាជវង្សដែលជាអ្នកសិល្បៈច្បាស់នឹកឃើញដល់ព្រះនាងតូចរ៉ូដមជាណាជាមិនខានដែលទ្រង់បាននឹងកំពុងមានឈ្មោះល្បីសុសសាយលើគ្រប់ផ្នែកមិនថាទាំងការច្រៀងសម្ដែងការរាំទាំងរបាំសម័យនឹងបុរាណនោះឡើយយ៉ាងណាមិញអាចនឹងមានមហាជនមួយចំនួនតូចនៅមិនទាន់បានជ្រាបនៅឡើយទេពីម្ចាស់បងបង្កើតរបស់ព្រះនាងតូចជាណាគឺព្រះនាងរ៉ូដមអេម៉ាក៏ជាអ្នកសិល្បៈដូចគ្នាដែរដោយព្រះនាងរ៉ូដមអេម៉ាគឺជាតារាម៉ូដែលនៅប្រទេសបារាំងពីការពិតណាស់កន្លងមកមហាជនកម្រនឹងបានឃើញព្រះនាងរ៉ូដមអេម៉ាដែលជាព្រះជាថាបង្កើតរបស់ព្រះនាងតូចរ៉ូដមជាណាគណៈទ្រង់រស់នៅឯប្រទេសបារាំងជាងណាមិញថ្មីនេះព្រះនាងរ៉ូដមអេម៉ាបានបង្ហាញព្រះភ័ក្ត្រក្នុងព្រះរាជពិធីអាវាហៈវិវាហៈមង្គលរបស់ព្រះអង្គម្ចាស់ក្សត្រីរ៉ូដមពង្សូរិយានិងព្រះស្វាមីអឹងស៊ីវឈុនក៏បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងជាងណាមិញថ្មីនេះអ្នកលេងបណ្ដាញសង្គម Facebook បាននឹងកំពុងចាប់អារម្មណ៍នៅការបង្ហាញប្រវត្តិមានរបស់ព្រះនាងរ៉ូដមអេម៉ាក្នុងការចូលរួមសម្ដែងភាពយន្តថ្មីជាមួយនឹងតារាសម្ដែងអ្នកនាងស្វាយសុចិតានិងសារពេចម៉ានីកាផងដែរក្នុងនោះបើតាមការបង្ហោះពីតារាសម្ដែងស្រីវ័យក្មេងសារពេចម៉ានីកាបានឲ្យដឹងថាព្រះនាងរ៉ូដមអេម៉ានឹងចូលរួមសម្ដែងភាពយន្តដែលមានការផលិតពីអ្នកផលិតខ្សែភាពយន្តលោក Jimmy Henderson និងផលិតកម្មកងចក្រ